និងមិនចូលចិត្តបាទចឹងផ្នែកនិយាយចំណងជើងការសម្ដែងការចូលចិត្តនិងមិនចូលចិត្តបាទចឹងនៅក្នុងមេរៀននេះគឺគេឲ្យយើងអានការសន្ទនារវាងបុប្ផាហើយនិងសុខាតោះពេលចេញលេងបុប្ផាបបួលសុខាទៅទិញចំណីអាហារដែលគេលក់នៅសាលារៀនចូលអានការសន្ទនាតើបុប្ផាចូលចិត្តញ៉ាំអ្វីហើយសុខាចូលចិត្តញ៉ាំអ្វីបាទចឹងយើងស្ដាប់ការសន្ទនានៅក្នុងនេះមកគឺបុប្ផារវាងបុប្ផានិងសុខាបុប្ផាគេថាសុខាចេញលេងហើយមកយើងនាំគ្នាទៅទិញចំណីញ៉ាំសុខាឆ្លើយសូមទោសបុប្ផាខ្ញុំមិនទៅទេព្រោះខ្ញុំបានយកបាយកញ្ចប់មកពីផ្ទះហើយបុប្ផាម្យ៉ាងដែរសុខាតែខ្ញុំចូលចិត្តទិញចំណីអាហារនៅសាលារៀនវិញព្រោះខ្ញុំអាចជ្រើសរើសចំណីអាហារណាដែលខ្ញុំចូលចិត្តញ៉ាំដូចជាមីកញ្ចប់ប្រហិតបាទប្រហិតបំពងស្លាបមាន់អាំងឬទឹកកកឈូសសុខាឆ្លើយត្រូវហើយបុប្ផាប៉ុន្តែខ្ញុំចូលចិត្តរសជាតិចំណីអាហារដែលម្ដាយខ្ញុំចម្អិនជាងអាហារនៅទីនេះម្យ៉ាងទៀតអាហារយកមកពីផ្ទះមានសុវត្ថិភាពជាងចឹងបុប្ផាឆ្លើយបុប្ផាមែនហើយសុខាឯងនិយាយត្រូវណាស់ម្ដាយឪពុកខ្ញុំក៏តែងប្រដៅខ្ញុំឲ្យខ្ញុំបាទប្រដៅខ្ញុំឲ្យញ៉ាំតែចំណីអាហារណាដែលមានអនាម័យល្អពីថ្ងៃនេះទៅខ្ញុំនឹងយកអាហារមកពីផ្ទះដូចឯងដែរបាទចឹងយើងបានអានការសន្ទនារវាងបុប្ផានិងសុខាហើយបាទនៅក្នុងការសន្ទនានេះគឺមានសំណួរ5ហើយនិងលំហាត់1តោះចឹងយើងមើលសំណួរបាទសំណួរគេថាតើបុប្ផាបបួលសុខាទៅណា2តើសុខាព្រមទៅជាមួយបុប្ផាដែរឬទេព្រោះអ្វី3ហេតុអ្វីបានជាសុខាមិនចូលចិត្តញ៉ាំចំណីអាហារនៅសាលារៀន4តើបុប្ផាចូលចិត្តចំណីអាហារអ្វីខ្លះ5តើម្ដាយឪពុកបុប្ផាប្រដៅបុប្ផាដូចម្ដេចតោះឥឡូវយើងមើលលំហាត់គេឲ្យយើងចូលរាប់ឈ្មោះចំណីអាហារណាដែលអ្នកចូលចិត្តនិងមិនចូលចិត្តហើយនឹងគ្រឿងផ្សំរបស់វាប្រាប់ដល់ក្រុមតូចៗរបស់អ្នកឬថ្នាក់ទាំងមូលបាទតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅឆ្លើយសំណួរហើយនឹងឆ្លើយលំហាត់ទាំងអស់គ្នាជាមួយលោកគ្រូទាំងអស់គ្នាបាទប៉ុន្តែប្រសិនបើយើងអានការសន្ទនានេះមិនម្ដងហើយមិនទាន់សូវយល់ទេយើងអាចអាន2ដងឬក៏3ដងសិនណាឲ្យយល់ហើយចាំយើងចូលទៅឆ្លើយសំណួរហើយនឹងឆ្លើយលំហាត់តោះឥឡូវគ្រូចូលទៅឆ្លើយសំណួរបាទនេះសំណួរលោកគ្រូរៀបចំរួចហើយបាទអញ្ចឹងសំណួរទី1គេសួរតើបុប្ផាបបួលសុខាទៅណាបាទសួរដូចមិញដដែល2តើសុខាព្រមទៅជាមួយបុប្ផាដែរឬទេព្រោះអ្វី3ហេតុអ្វីបានជាសុខាមិនចូលចិត្តញ៉ាំចំណីអាហារ
នៅសាលារៀន 4. តើបុប្ផាចូលចិត្តចំណីអាហារអ្វីខ្លះ 5. តើម្ដាយឪពុកបុប្ផាប្រដៅបុប្ផាដូចម្ដេច បាទលំហាត់គេថាចូលរាប់ឈ្មោះចំណីអាហារដែលណាដែលអ្នកចូលចិត្តនិងមិនចូលចិត្តហើយនឹងរៀបរាប់ឈ្មោះគ្រឿងផ្សំរបស់វាប្រាប់ដល់ក្រុមតូចៗរបស់អ្នកឬថ្នាក់ទាំងមូលបាទតោះអញ្ចឹងឥឡូវយើងចូលទៅឆ្លើយសំណួរចម្លើយសំណួរទី1តើបុប្ផាបបួលសុខាទៅណាបាទយើងសន្ទនាគ្នាយើងអានការសន្ទនាមិញឃើញថាបបួលទៅណាទៅទិញចំណីអាហារណាបាទអញ្ចឹងចម្លើយបុប្ផាបបួលសុខាទៅទិញនំចំណីញ៉ាំបាទអញ្ចឹងបុប្ផាបបួលសុខាទៅទិញនំចំណីញ៉ាំ 2. តើសុខាព្រមទៅជាមួយបុប្ផាដែរឬទេព្រោះអ្វីបាទអញ្ចឹងចម្លើយសុខាមិនព្រមទៅជាមួយបុប្ផាទេព្រោះវាបានយកបាយកញ្ចប់មកពីផ្ទះហើយ 3. ហេតុអ្វីបានជាសុខាមិនចូលចិត្តញ៉ាំចំណីអាហារនៅសាលារៀនហេតុអីបាទអញ្ចឹងចម្លើយបានជាសុខាមិនចូលចិត្តញ៉ាំចំណីអាហារនៅសាលារៀនព្រោះនាងចូលចិត្តនំចំណីដែលម្ដាយនាងចម្អិនជាងហើយថែមទាំងមានអនាម័យទៀតផងបាទអញ្ចឹងចំណីអាហារដែលចម្អិនពីផ្ទះគឺមានអនាម័យបាទតោះបន្ទាប់មកទៀតទី4តើបុប្ផាចូលចិត្តចំណីអាហារអ្វីខ្លះបុប្ផាចម្លើយបុប្ផាចូលចិត្តចំណីអាហារដូចជាមីកញ្ចប់ប្រហិតបំពងស្លាបមាន់អាំងឬទឹកកកឈូស 5. តើម្ដាយឪពុកបុប្ផាប្រដៅបុប្ផាដូចម្ដេចបាទអញ្ចឹងចម្លើយម្ដាយឪពុកបុប្ផាប្រដៅបុប្ផាថាត្រូវឲ្យញ៉ាំអាហារណាដែលមានសុវត្ថិភាពនិងមានអនាម័យល្អញ៉ាំអាហារណាដែលមានសុវត្ថិភាពហើយនឹងមានអនាម័យល្អបាទអញ្ចឹងចម្លើយយើងបានឆ្លើយចប់ហើយឥឡូវយើងចូលដល់ទៅចម្លើយលំហាត់ម្ដងបាទចម្លើយលំហាត់គឺថាចូលរាប់ឈ្មោះចំណីអាហារណាដែលអ្នកចូលចិត្តហើយនឹងចំណីអាហារណាដែលយើងមិនចូលចិត្តហើយរៀបរាប់ពីគ្រឿងផ្សំរបស់វាប្រាប់ទៅដល់ក្រុមតូចរបស់អ្នកឬថ្នាក់ទាំងមូលបាទតោះឥឡូវយើងទៅមើលនេះឥឡូវតារាងយើងមានជួរឈើយើងចែកជា3ប្លោះបាទអញ្ចឹង3ប្លោះហ្នឹងគឺប្លោះទី1យើងដាក់ថាចូលចិត្តប្លោះទី2យើងដាក់ថាមិនចូលចិត្តប្លោះទី3នេះយើងដាក់ថាគ្រឿងផ្សំបាទអញ្ចឹងឧទាហរណ៍ថាឥឡូវការ៉េមកីនេះគឺឧទាហរណ៍ថាសិស្សានុសិស្សទាំងអស់គាត់ចូលចិត្តហើយអញ្ចឹងយើងដាក់ខាងចូលចិត្តមកតបមកទៀតមីកញ្ចប់យើងឧទាហរណ៍ថាគាត់មិនចូលចិត្តយើងដាក់ខាងមិនចូលចិត្តចុះបាទអាហ្នឹងគ្រាន់តែជាការឧទាហរណ៍ទេណាប្រសិនបើយើងចូលចិត្តយើងដាក់ខាងចូលចិត្តវិញមកយើងអាចផ្លាស់ប្ដូរបានណាតបមកឧទាហរណ៍ថាប្រហិតត្រីសិស្សគាត់ចូលចិត្តអញ្ចឹងយើងដាក់ខាងចូលចិត្តមកតបមកទៀតស្ករគ្រាប់គាត់ចូលចិត្តដែរគាត់មិនចូលចិត្តអញ្ចឹងដាក់ខាងមិនចូលចិត្តមកតែបើយើងចូលចិត្តគឺដាក់ខាងចូលចិត្តមកប៉ុន្តែយើងញ៉ាំហើយដុសធ្មេញផងប្រយ័ត្នកុំឲ្យតកៅស៊ីធ្មេញតមកប្រហិតសាច់គោអញ្ចឹងយើងដាក់ខាងចូលចិត្តបើសិនបើគាត់អត់ចូលចិត្តយើងដាក់ខាងអត់ចូលចិត្តមកអាហ្នឹងយើងដាក់តាមយើងចូលចិត្តជាក់ស្ដែងឬក៏មិនចូលចិត្តតាមជាក់ស្ដែងឧទាហរណ៍ភេសជ្ជៈបើកម្លាំងអញ្ចឹងគាត់ចូលចិត្ត
ហើយនឹងផ្លែឈើគាត់ចូលចិត្តឥឡូវឧទាហរណ៍ថាឥឡូវប្រហិតត្រីយើងមើលគ្រឿងផ្សំរបស់ប្រហិតត្រីមានសាច់ត្រី600ក្រាមម៉ត់ម្រេចកន្លះស្លាបព្រាកាហ្វេអំបិល1ចឹបម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេអានឹងសិតតែគ្រឿងផ្សំរបស់ប្រហិតត្រីណាទឹកត្រីកន្លះស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាកាហ្វេម្សៅមី2ស្លាបព្រាបាយស្លឹកខ្ទឹម2ដើមហាន់តូចប្រេងឆា1ចានខ្ទឹមស3កំពឹសចិញ្ច្រាំមានតែ3កំពឹសប៉ុន្តែយើងចិញ្ច្រាំវាស៊ុតបាទណាស៊ុតឬក៏យើងហៅថាពងហ្នឹងស៊ុតឬក៏ពងហ្នឹង1គ្រាប់បាទអានេះគឺជាគ្រឿងផ្សំរបស់ប្រហិតត្រីបាទតោះឥឡូវយើងចូលទៅមើលវិធីធ្វើម្ដងបាទវិធីធ្វើមាន4ចំណុចទី1យើងចង់ធ្វើប្រហិតត្រីហ្នឹងគឺយើងយកសាច់ត្រីលាយជាមួយគ្រឿងបាទយកសាច់ត្រីលាយជាមួយគ្រឿងទី2ច្របល់គ្រឿងឲ្យសព្វល្អទី3អធិស្ឋានទី3ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅបាទអញ្ចឹងយើងដាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យក្តៅដាក់សាច់ត្រីច្របល់គ្រឿងដាក់សាច់ត្រីដែលយើងច្របល់គ្រឿងរួចហ្នឹងគឺយើងដាក់សាច់ត្រីច្របល់គ្រឿងរួចដាក់ទៅក្នុងណាដាក់ទៅក្នុងឆ្នាំងខ្ទះហ្នឹងប៉ុន្តែយើងពេលដែលយើងដាក់ហើយរួចយើងពេលយើងដាក់សាច់ត្រីច្របល់គ្រឿងរួចហ្នឹងគឺអាសាច់ត្រីដែលយើងច្របល់គ្រឿងរួចហ្នឹងគឺយើងដាក់ក្នុងខ្ទះហើយតែយើងដំជាដំជារាងសំប៉ែតតាមចង់បានឧទាហរណ៍ឥឡូវយើងចង់បានរាងបែបម៉េចយើងដំឲ្យចេញជារាងបែបនោះទៅណាបើយើងចង់បានរាងសំប៉ែតយើងដំឲ្យសំប៉ែតមករួចដាក់ចូលក្នុងខ្ទះកំពុងក្តៅទី4នៅចាំមើលបាទយើងនៅចាំមើលត្រឡប់ប្រហិតឲ្យឆ្អិនមានថាយើងនៅឈរមើលឬក៏អង្គុយមើលកុំឲ្យវាខ្លោចយើងអង្គុយមើលចាំមើលវាកុំឲ្យខ្លោចត្រឡប់ប្រហិតឲ្យឆ្អិនរួចដាក់ស្រង់ឲ្យសោះប្រេងឲ្យសោះប្រេងមានថាឲ្យវាស្ងួតប្រេងកុំឲ្យវានៅជាតិទឹកជាតិប្រេងរួចដាក់ស្រង់ឲ្យសោះប្រេងជាការស្រេចបាទអញ្ចឹងវិធីធ្វើនេះគឺយើងមានតែ4ចំណុចហ្នឹងទេបាទណាអញ្ចឹងយើងអាចអនុវត្តតាម4ចំណុចហ្នឹងទៅដើម្បីយើងអាចធ្វើចម្អិនប្រហិតបានបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ